ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថានាងខ្ញុំនឹងមកប្រាប់ពីរបៀបធ្វើត្រីចំហុយទឹកស៊ីអ៊ីវអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាចាហើយនេះគឺជាផ្នែកត្រីរបស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំប្រើជាមួយនឹងត្រីប្រម៉ាចំហុយបងប្អូនចាយើងយកមកមានគ្រឿងដូចជាផ្សិតខ្ញីម្ទេសស្លឹកខ្ទឹមអីចឹងទៅបងប្អូនចូលចិត្តផ្សិតក្រៀមអីដាក់ទៀតក៏បានដែរឥឡូវនេះយើងចាប់ផ្ដើមលាយទឹកស៊ុសទាំងអស់គ្នាចាហើយនេះគឺជាទឹកស៊ុសនាងខ្ញុំមានប្រើជាមួយនឹងស្ករសចំនួន1ស្លាបព្រាបាយហើយជាមួយនឹងទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាបាយការប្រើគ្រឿងផ្សំទៅតាមទំហំត្រីបងប្អូនដែរចំហុយត្រីរៀងច្រើនយើងប្រើរៀងច្រើនយើងគុណតាមនឹងអញ្ចឹងទៅហើយនេះនាងខ្ញុំប្រើជាមួយនឹងប៊ីចេង1ចុងស្លាបព្រាកាហ្វេហើយមានជាមួយនឹងទឹកប្រេងខ្យងផងដែរការប្រើទឹកប្រេងខ្យងចូលចិត្តរៀងប្រៃយើងលើសនឹងតិចទៅបើអត់សូវចូលចិត្តមកល្មមទៅតាមបងប្អូនភ្លក់ទៅបានហើយចុងក្រោយនេះគឺជាគ្រឿងមិនអាចភ្លេចបានគឺជាមួយនឹងប្រេងអូលីវយើងលួចដាក់បន្តិចដើម្បីឲ្យត្រីរបស់យើងមើលទៅឃើញរលើបរលោងគួរឲ្យចង់ញ៉ាំតែម្ដងបន្ទាប់មកយើងចាប់ផ្ដើមលាយកូរច្របល់គ្រឿងទាំងនោះចូលគ្នាឲ្យសព្វសិនមុននឹងយកទៅលាបជាមួយនឹងត្រីដែលយើងយកទៅចំហុយឥឡូវនេះយើងចាប់ផ្ដើមយកទឹកដែលយើងលាយបាញ់មិញហ្នឹងទឹកគ្រឿងដែលយើងលាយហ្នឹងយកទៅលាបជាមួយនឹងត្រីរបស់យើងច្របល់កូរលាបឲ្យវាសព្វជាមួយត្រីរបស់យើងទៅចាហើយមកចំហៀងទៀតយើងលាបដូចគ្នាអញ្ចឹងណាបងប្អូនចាហើយបន្ទាប់មកយើងនឹងលាយជាមួយនឹងគ្រឿងដែលយើងដាក់មានជាដូចជាផ្សិតមានជាអីហ្នឹងយើងដាក់ចូលទៅក្នុងត្រីរបស់យើងតែម្ដងនេះគឺជាផ្សិតក្រៀមយើងអាចដាក់បន្ថែមអញ្ចឹងទៅផ្សិតចំបើងគល់របៀបថាខ្ញីចូលចិត្តរៀងច្រើនយើងដាក់រៀងច្រើនទៅតាមការចូលចិត្តរបស់បងប្អូនបើបងប្អូនចូលចិត្តមីសួរយើងបន្ថែមមីសួរបន្តិចទៀតក៏បានដែរចំហុយត្រីថែមមីសួរបន្តិចក៏ឆ្ងាញ់ដែរនេះគឺជាខ្ញីនេះខ្ញុំដាក់ស្រូបពីលើអញ្ចឹងទៅហើយម្ទេសចូលចិត្តហឹរដាក់រៀងច្រើនចាហើយមួយវិញទៀតនេះគឺជាស្លឹកខ្ទឹមបងប្អូនកាត់វែងៗរបៀបអញ្ចឹងទៅកុំឲ្យតូចពេកហើយបន្ទាប់មកទឹកស៊ុសដែលយើងនៅសល់ទុកហ្នឹងយើងស្រូបពីលើខ្ញីពីលើជាមួយនឹងផ្សិតអីចឹងទៅដើម្បីឲ្យវាចូលសព្វទាំងខ្ញីទាំងបន្លែផ្សិតអីហ្នឹងជាមួយនឹងត្រីហ្នឹងវាចូលសព្វគ្នាបានល្អអញ្ចឹងណាបងប្អូនចាឥឡូវនេះយើងនឹងយកទៅដាក់ចំហុយទាំងអស់គ្នាដែលយើងមានប្រើឆ្នាំងដាក់ដាំទឹកឲ្យវារាងពុះអញ្ចឹងទៅយើងដាក់បន្ទាប់ជាមួយនឹងឆ្នាំងបែបនេះក៏បានហើយបើសិនជាបងប្អូនមិនមានឆ្នាំងដោតខ្សែភ្លើងដូចនាងខ្ញុំទេយើងអាចប្រើឆ្នាំងចង្ក្រានហ្គាសក៏បានដែរបន្ទាប់មកយើងប្រើភ្លើងមកល្មមកុំឲ្យខ្លាំងពេកកុំឲ្យតិចពេកហើយការប្រើពេលចំហុយហ្នឹងគឺរយៈពេល20ទៅ25នាទីទៅតាមទំហំនៃត្រីយើងតិចឬក៏ច្រើនបន្ទាប់មកស្លឹកខ្ទឹមដែលយើងនៅសល់ហ្នឹងយើងរោយពីលើចឹងទៅដើម្បីឲ្យបង្កើតក្លិនឈ្ងុយនៃត្រីរបស់យើងចឹងណាឥឡូវនេះដល់នាទីហើយនេះបងប្អូនរយៈពេល20នាទីជាងថា25នាទីចុះសាច់ត្រីរបស់នាងខ្ញុំគឺឆ្អិនល្អបែបនេះហើយអញ្ចឹងការធ្វើត្រីចំហុយទឹកស៊ីអ៊ីវរបស់នាងខ្ញុំបានជំរាបបងប្អូននឹងរួចរាល់ហើយនាងខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណបាយបាយ